ថ្ងៃនេះខ្ញុំមានសេចក្តីរីសូមលើកយកតួអង្គចំនួន2មកធ្វើការបង្ហាញចែកជូនជាចំណេះដឹងដូចតទៅតួអង្គទី1ដែលខ្ញុំបង្ហាញថ្ងៃនេះគឺតួអង្គមហារីកតើតួអង្គមហារីកជានរណាតាមរយៈរឿងគេមហារីកគឺជាតួអង្គមួយនៃសភាវៈអាក្រក់ជាដៃជើងរបស់ក្រុងរាពណ៍ថ្ងៃមួយក្រុងរាពណ៍បានបញ្ជាឲ្យមហារីកប្រែកាឡាខ្លួនទៅជាប្រើសមួយក្បាលដែលមានសម្បល់ពមាសពោពេញទៅដោយភាពទាក់ទាញហើយបានរត់កាត់នៅពីមុខអស្ត្រមរបស់នាងសីតានៅគឺដែលនាងសីតាឃើញប្រើសមាននោះហើយក៏ចាប់អារម្មណ៍យ៉ាងខ្លាំងហើយបានរំដោកឲ្យព្រាហ្មណ៍ចេញទៅបរបាញ់ប្រើសនោះដើម្បីយកស្បែកទុកនៅពេលត្រឡប់ទៅនគរវិញឆ្លៃពីព្រះរាមវិញក៏ធ្វើតាមសំណើរបស់នាងផងដែរប៉ុន្តែមុននឹងទ្រង់ចេញទៅព្រះអង្គបានតែផ្ដាំប្រលាក់ឲ្យមើលថែនាងឲ្យបានមកចត់បំផុតភ្លាមនោះព្រះរាមក៏ចាក់ចេញទៅតែម្ដងហើយក៏បានយកធ្នូបាញ់ចំប្រើសមាននោះចំណែកប្រើសមាននោះក៏បានស្រែកឡើងដោយខ្លែងធ្វើជាសំឡេងព្រះរាមត្រូវរបួសនាងសីតាឮបែបនោះក៏នៅមិនស្ងៀមនោះឡើយក៏បានបញ្ជាឲ្យព្រះលក្សណ៍តាមទៅជួយព្រះរាមផងដែរហើយព្រះលក្សណ៍ក៏បានបង្ខំចិត្តទៅជួយព្រះរាមតាមការស្នើសុំរបស់នាងសីតាខ្លាញ់ពីព្រះលក្សណ៍ក៏បានបង្ខំចិត្តចេញទៅជួយព្រះរាមប៉ុន្តែមុននឹងគេចាក់ចេញគេបានគោះមុនគេថានៅជុំវិញអាស្រមដោយផ្ដាំថាមិនឲ្យនាងចាក់ចេញផុតពីសីមានោះឡើយក្រោយពីព្រះលក្សណ៍ចាក់ចេញទៅក្រុងរាពណ៍ក៏បានកន្លះខ្លួនទៅជាតាបោះមួយរូបហើយបានលួងលោមនាងឲ្យចាក់ចេញឲ្យផុតពីសីមានោះទីបំផុតក្រុងរាពណ៍ក៏បានឆក់យកនាងសីតាហោះទៅក្រុងលង្កានៅតាមផ្លូវចតាយុបានតស៊ូការពារលះបង់ជីវិតដើម្បីសង្គ្រោះនាងសីតាទៅវិញមិនអាចសង្គ្រោះបានឡើយក្រុងរាពណ៍បានដោះចិញ្ចៀននាងសីតាគប់ត្រូវស្លាបរបស់ចតាយុរហូតដល់រងរបួសធ្ងន់មុននឹងស្លាប់ចតាយុក៏បានប្រែផ្ដាំនឹងប្រាប់ពីដំណឹងនៃការចាប់ខ្លួនរបស់នាងសីតាថាក្រុងរាពណ៍បានចាប់នាងយកទៅក្រុងលង្កាបាត់ទៅហើយបើជាពេលបន្តទៀតនេះបើយើងនិយាយពីចំណុចវិជ្ជមានរបស់មហារីកវិញគឺមានថាជាកូនចៅដែលស្មោះត្រង់ជាមួយចៅវាយនេះហ៊ានលះបង់ជីវិតដើម្បីចៅវាយមកផ្ទុយទៅវិញបើយើងនិយាយពីចំណុចអវិជ្ជមានវិញមហារីកដឹងខ្លួនថាធ្វើអញ្ចឹងខុសហើយប៉ុន្តែនៅតែបង្ខំចិត្តធ្វើពីព្រោះគ្មានជំរឿហើយសុខចិត្តដើរតាមពពួកសភាវៈអាក្រក់រហូតធ្វើបាត់បង់ជីវិតរបស់ខ្លួនបាទតនកាលភាគនេះខ្ញុំសូមនិយាយប៉ុណ្ណេះហើយសូមលើកយកតួអង្គមួយទៀតគឺចតាយុម្ដងបាទតេតនចតាយុនេះគឺជាតួអង្គមួយដែលនិយាយថាល្អប្រសើរដែរដែលបានជួយសង្គ្រោះនាងសីតាក៏ប៉ុន្តែចតាយុពុំមានធម្មពលឬក៏ពុំមានកម្លាំងគ្រប់គ្រាន់ទេដើម្បីប្រឆាំងជាមួយនឹងក្រុងរាពណ៍តែគ្រាដែលឃើញក្រុងរាពណ៍ចាប់នាងសីតាយកទៅនគរលង្កានោះពួកគេក៏បានហោះទៅជួយក៏ប៉ុន្តែក្រុងរាពណ៍បានដោះចិញ្ចៀននាងសីតាគប់ចំស្លាប់របស់គេរហូតដល់ទៅរបួសធ្ងន់តែម្ដងក្នុងទីបំផុតក៏ឈានដល់សេចក្តីស្លាប់ជាបន្តនេះខ្ញុំបានសួរភាគទៅលើចំណុចល្អរបស់ចតាយុគឺរូបគេជាសភាវៈល្អមួយតំណាងឲ្យអំពើល្អសុខចិត្តស្លាប់ដើម្បីអំពើល្អហើយមានភាពស្មោះត្រង់ចំណែកចំណុចអវិជ្ជមានឬក៏ចំណុចមិនល្អវិញគឺចតាយុទុនខ្សោយណាពុំមានធម្មពលគ្រប់គ្រាន់ដើម្បីយកឈ្នះក្រុងរាពណ៍ពុំមានកលវិធីក្នុងការធ្វើចម្បាំងបានតាក់ទងជាមួយការវិភាគខ្លីៗនេះដែរខ្ញុំបាទសូមបញ្ចប់តែត្រឹមនេះហើយបើសិនបើបងប្អូនសិស្សនិស្សិតមានចម្ងល់ឬបញ្ហាត្រង់ណានោះអាចចោទទីសំណួរឬក៏សរសេរជា comment នៅខាងក្រោមវីដេអូនេះបានហើយខ្ញុំនឹងឆ្លើយតបទៅតាមលទ្ធភាពដែលខ្ញុំអាចឆ្លើយបានជាចុងក្រោយនេះសូមជូនពរឲ្យបងប្អូនសិស្សនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សានិងមានសុខភាពល្អ